តើតម្លៃមាសអាចនឹងធ្វើការហក់ឡើងទៀតដែរឬទេនៅក្នុងថ្ងៃច័ន្ទស្អែកនេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការវិភាគទៅលើក្រាបថាតើតម្លៃមាសអាចនឹងធ្វើការហក់ឡើងទៀតដែរឬទេនៅក្នុងថ្ងៃច័ន្ទស្អែកនេះអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងថ្ងៃនេះខ្ញុំនឹងមកវិភាគទៅលើការផ្លាស់ទីនៃតម្លៃមាសដោយផ្អែកទៅលើក្រាប 100% ខ្ញុំមិនបានបូកបញ្ចូលទៅលើបញ្ហាភូមិសាស្ត្រនយោបាយក៏ដូចជាបញ្ហាសេដ្ឋកិច្ចនោះទេហើយសូមបញ្ជាក់ផងដែរការវិភាគទៅលើក្រាបនេះវាមិនមែនត្រូវ 100% ទេបងប្អូនអរគ្នាណាជាទូទៅសម្រាប់ការវិភាគដោយការប្រើក្រាបអាចจะមានភាពត្រឹមត្រូវចន្លោះពី50ទៅ70% ប៉ុណ្ណោះបងប្អូនអរគ្នាអញ្ចឹងទេបងប្អូនត្រូវមានការស្វែងយល់ក៏ដូចជាសិក្សាហើយធ្វើការសម្រេចចិត្តដោយការប្រុងប្រយ័ត្នសម្រាប់ការវិនិយោគអញ្ចឹងទេយើងមកវិភាគក្រាបទាំងអស់គ្នាតែម្ដងបាទនៅក្នុងរូបភាពនេះគឺជាការវិភាគទៅលើក្រាបតិចនិចទៅលើមាសហើយសម្រាប់ការផ្លាស់ទីទៅលើមាសវាមានការគេហៅថា trend line របស់វាបងប្អូនអរគ្នាអញ្ចឹងទេនៅក្នុងរូបខ្ញុំមានការគូសជាបន្ទាត់មានបន្ទាត់ពណ៌ខៀវជាមួយនឹងបន្ទាត់ពណ៌ក្រហមសម្រាប់ការកំណត់ទៅលើ trend line ហើយយើងមើលទៅឃើញថានៅក្នុងការផ្លាស់ទីរបស់មាសហ្នឹងវាមានការផ្លាស់ទីនៅក្នុងចន្លោះហ្នឹងហើយជាទំនោរនៅក្នុងការឡើងឬគេហៅថា up trend ណាបងប្អូនអរគ្នាហើយសម្រាប់ការយកឃើញផ្ទាល់ខ្លួនរបស់ខ្ញុំគិតថានៅក្នុងថ្ងៃច័ន្ទស្អែកនេះមាសអាចមានភាគរយនៅក្នុងការឡើងហ្នឹងច្រើនជាងហើយតម្លៃដែលជាតម្លៃ resistant ដែលមាសអាចនឹងធ្វើការហក់ឡើងទៅដល់ហ្នឹងគឺមានតម្លៃទី1គឺ$5250ក្នុង1អោនហើយតម្លៃបន្ទាប់ហ្នឹងគឺតម្លៃ$5420ក្នុង1អោនអញ្ចឹងទេបើសិនជាក្នុងករណីដែលមាសអាចធ្វើការហក់ឡើងទម្លុះតម្លៃ$4250ក្នុង1អោនបានវានឹងធ្វើការផ្លាស់ទីឡើងបន្តិចម្ដងរហូតទៅដល់តម្លៃ$5420ក្នុង1អោនហើយតម្លៃមួយទៀតហ្នឹងគឺតម្លៃ$5600ក្នុង1អោនហ្នឹងក៏បើសិនជាមាសអាចធ្វើការទម្លុះតម្លៃ$5420ក្នុង1អោនវាអាចនឹងធ្វើការហក់ឡើងបន្តទៀតទៅតម្លៃខ្ពស់បំផុតចាស់របស់វាហ្នឹងគឺតម្លៃ$5600ក្នុង1អោនបាទហើយបើសិនជាបងប្អូនចង់ដឹងថាតម្លៃទាំងអស់ហ្នឹងបើសិនជាគិតជាតម្លឹងស្មើប្រមាណបងប្អូនអាចយកតម្លៃទាំងអស់ហ្នឹងយកទៅចែកជាមួយនឹង0.83ទៅបងប្អូននឹងឃើញតម្លៃជាតម្លឹងហើយបងប្អូនអរគ្នាពីព្រោះក្នុងការវិភាគក្រាបដោយសារថាតម្លៃជាក្រាបគេគិតជាអោនអញ្ចឹងទៅក្នុងការប្រើប្រាស់តម្លៃជាក្រាបវាងាយស្រួលនៅក្នុងការវិភាគផងដែរប៉ុន្តែបើសិនជាបងប្អូនចង់រើតម្លៃជាតម្លឹងបងប្អូនអាចយកតម្លៃទាំងអស់ហ្នឹងដែលខ្ញុំនិយាយហ្នឹងគឺយកទៅចែកជាមួយនឹង0.83ទៅបងប្អូននឹងឃើញតម្លៃជាតម្លឹងហើយបងប្អូនអរគ្នាបើទោះបីជាខ្ញុំគិតថានៅក្នុងថ្ងៃច័ន្ទស្អែកនេះមាសអាចនឹងធ្វើការហក់ឡើងបន្តទៀតដោយប្រើការវិភាគទៅលើក្រាបប៉ុន្តែបងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នដែរពីព្រោះថាយើងនៅមានកត្តាជាច្រើនដូចជាកត្តាភូមិសាស្ត្រនយោបាយក៏ដូចជាកត្តាបញ្ហាសេដ្ឋកិច្ចដែលអាចនឹងមានការប្រែប្រួលទៅតាមព័ត៌មានជារៀងរាល់ថ្ងៃអញ្ចឹងទេនៅក្នុងករណីណាមួយបើសិនជាតម្លៃអាចធ្វើការធ្លាក់ចុះក្រោមតម្លៃ$5000ក្នុង1អោននោះមាសអាចនឹងធ្វើការធ្លាក់ចុះបន្ថែមទៀតបាទអញ្ចឹងទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាធ្វើការសិក្សាក៏ដូចជាស្វែងយល់ឬក៏មានការតាមដាននៅព័ត៌មានជាប្រចាំដើម្បីជួយនៅក្នុងការសម្រេចចិត្តលើការវិនិយោគរបស់បងប្អូនទាំងអស់គ្នាដោយការប្រុងប្រយ័ត្នក៏ដូចជាទទួលបានជោគជ័យផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតហ្នឹងគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាឬក៏មានសំណួរអ្វីបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានហើយបើសិនជាខ្ញុំមានពេលទៅនេះខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការឆ្លើយតបទៅនឹងសំណួរក៏ដូចជា comment របស់បងប្អូនទាំងអស់គ្នាបាទអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទ